សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញនៅមុខម្ហូបមួយទៀតគឺសម្លម្ជូរគ្រឿងជាមួយនឹងឆ្អឹងជំនីជ្រូកនិងហ៊ុនខ្ចីចំពោះគ្រឿងផ្សំយើងមានឆ្អឹងជំនីជ្រូកជាមួយនឹងហ៊ុនខ្ចីហើយគ្រឿងទាំងពីរនេះយើងត្រូវលាងសម្អាតជាមួយទឹកឲ្យបានស្អាតហើយនឹងកាត់វាជាដុំៗចំពោះបន្លែយើងមានតែត្រកួនទេចំពោះគ្រឿងយើងមានគល់ស្លឹកគ្រៃរំដេងរមៀតស្លឹកក្រូចនិងខ្ទឹមសហើយនិងម្ទេសយើងយកគ្រឿងទាំងអស់នេះមកហាន់បញ្ចូលគ្នាយកទៅបុកក៏បានឬក៏ក្រឡុកនឹងម៉ាស៊ីនក្រឡុកគ្រឿងក៏បានដែរចំពោះគ្រឿងចុងក្រោយយើងមានតែប្រហុកជាមួយនឹងអំពិលទុំដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកគឺចាក់ខ្លាញ់ចូលហើយយើងយកប្រហុកចិញ្ច្រាំរបស់យើងនោះគឺមកលីងជាមួយនឹងខ្លាញ់របស់យើងឲ្យឡើងឈ្ងុយសិនការលីងប្រហុកបែបនេះគឺធ្វើឲ្យសម្លម្ជូរគ្រឿងរបស់យើងនឹងគឺកាន់តែឈ្ងុយហើយចំពោះបងប្អូនដែលមិនចូលចិត្តប្រហុកឬក៏ក្លិនប្រហុកខ្លាំងពេលយើងលីងបែបនេះទៅគឺអត់មានក្លិនស្អុយប្រហុកទេពេលយើងលីងប្រហុកបានឈ្ងុយហើយគឺយើងចាក់នៅគ្រឿងបុករបស់យើងចូលយើងធ្វើការលីងគ្រឿងបុករបស់យើងជាមួយនឹងប្រហុកហ្នឹងគឺឲ្យឈ្ងុយគ្រឿងសិនអញ្ចឹងបងប្អូនគឺត្រូវតែកូរគ្រឿងហើយនឹងប្រហុករបស់យើងហ្នឹងចូលឡើងដើម្បីឲ្យចូលជាតិគ្នាបានល្អហើយនឹងមានក្លិនឈ្ងុយបន្ទាប់ពីយើងលីងគ្រឿងបានឈ្ងុយហើយគឺយើងចាប់ផ្ដើមចាក់នៅផ្នែកសាច់របស់យើងចូលមានឆ្អឹងជំនីជ្រូកជាមួយនឹងហ៊ុនខ្ចីចូលបន្ទាប់មកទៀតគឺយើងឆាឆ្អឹងជំនីជ្រូកនិងហ៊ុនខ្ចីរបស់យើងជាមួយនឹងគ្រឿងហ្នឹងគឺឲ្យបានឆ្អិននិងចូលជាតិគ្នាសិនអញ្ចឹងនៅកន្លែងនេះបងប្អូនត្រូវឆាចូលឡើងដើម្បីឲ្យគ្រឿងនិងសាច់របស់យើងហ្នឹងគឺចូលគ្នាបានល្អពេលយើងឆាសាច់ចូលឡើងហើយគឺយើងចាប់ផ្ដើមដាក់នៅគ្រឿងផ្សំរបស់យើងផ្សេងទៀតមានទឹកត្រីស្ករអំបិលប៊ីចេងជាមួយនឹងម្សៅស៊ុបបន្តិចហើយនឹងកូរច្របល់គ្រឿងផ្សំរបស់យើងហ្នឹងឲ្យចូលជាតិគ្នាសិនបន្ទាប់មកទៀតគឺយើងរំងាស់សាច់របស់យើងហ្នឹងគឺមួយសន្ទុះសិននៅក្នុងកន្លែងនេះយើងមិនទាន់ដាក់ទឹកចូលទេបន្ទាប់ពីយើងរំងាស់មួយសន្ទុះហើយគឺយើងចាប់ផ្ដើមដាក់ទឹករបស់យើងចូលហើយចំពោះបរិមាណទឹកគឺយើងលៃលកតាមបរិមាណសាច់របស់យើងពេលទឹកចាប់ផ្ដើមពុះហើយគឺយើងដួសនៅពពុះនៅក្នុងសម្លរបស់យើងចេញកុំឲ្យទឹកសម្លយើងហ្នឹងគឺមានក្លិនឆ្អាបបន្ទាប់មកទៀតគឺយើងដាក់អំពិលទុំចូលហើយចំពោះបងប្អូនចង់ដាក់ចូលទាំងដុំបែបនេះក៏បានឬក៏បងប្អូនជ្រុំយកតែសាច់អំពិលក៏បានដែរពេលយើងដាក់អំពិលចូលហើយគឺយើងរំងាស់សម្លរបស់យើងដើម្បីឲ្យឆ្អឹងជំនីជ្រូកជាមួយនឹងហ៊ុនខ្ចីរបស់យើងនឹងគឺបានផុយល្អសិនពេលសាច់យើងបានផុយហើយចុងក្រោយគឺយើងបន្ថែមនៅបន្លែត្រកួនរបស់យើងចូលចំពោះបន្លែត្រកួនយើងមិនចាំបាច់ឲ្យត្រកួនរបស់យើងនឹងគឺឆ្អិនពេកទេបើត្រកួនយើងឆ្អិនពេកនឹងធ្វើឲ្យសម្លម្ជូរគ្រឿងយើងនឹងក៏មិនសូវជាឆ្ងាញ់ដែរអញ្ចឹងចំពោះត្រកួនយើងឲ្យឆ្អិនតែមួយស្រពាប់បានហើយចំពោះវីដេអូសម្លម្ជូរគ្រឿងរបស់យើងនឹងគឺបានមកដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនដែលបានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា